Số cũ mà xong ra địa chia cũ bị sắp này thằng cũ cái cơm biết đã hạt phải ngã bạch cuộc ngồi thì thằngนี้ខ្ញុំមើលធ្វើការសង្ខេបមេរៀននៅសប្តាហ៍ទី4គោលការណ៍វិទ្យាល័យប្រកបដោយគុណភាពអញ្ចឹងជាដំបូងយើងចូលទៅមើលវត្ថុបំណងសិនវត្ថុបំណងនៃមេរៀននេះជាដំបូងគឺចង់ឲ្យយើងនឹងមានការវិទ្យាល័យទៅលើសិស្សឬថ្នាក់រៀនហ្នឹងឲ្យប្រកបដោយចីរភាពត្រឹមត្រូវនិងសុក្រិតធម៌តែម្ដងចាំយើងចូលចំណុចនេះមេតិកាហ្នឹងវាមានបែងចែកជា5ចំណុចជាមួយសេចក្តីផ្ដើមចំណុចទី2និយមន័យប្រសិទ្ធភាពក្នុងការវិតម្លៃចំណុចទី3លក្ខណៈវិនិច្ឆ័យធានាប្រសិទ្ធភាពក្នុងការសិក្សាចំណុចទី4បញ្ហាប្រឈមក្នុងការដំណើរការនៃការធ្វើតេស្តនិងប្រឡងចំណុចទី5ប្រសិទ្ធភាពនិងដំណើរការក្នុងការធ្វើតេស្តនិងប្រឡងអញ្ចឹងយើងចូលចំណុចទី1ត្មងស្ដីដើមអញ្ចឹងការវិទ្យាសិក្សាគឺមានន័យថាគឺជាការដើម្បីវិនិច្ឆ័យលទ្ធផលសិក្សាអនុវត្តលទ្ធផលសិក្សាដែលបានសិស្សបានប្រកបវិការសិក្សារៀនសូត្រហើយហ្នឹងយើងចង់ដឹងថាតើសិស្សរៀនហើយហ្នឹងអាចយល់មេរៀនយើងកម្រិតណាអីកម្រិតណាអញ្ចឹងនៅពេលដែលយល់ហើយអីហើយហ្នឹងយើងចង់មានប្រឡងតេស្តមួយដើម្បីដឹងថាសមត្ថភាពពួកគាត់អាចចេះអ្វីដែលគាត់យើងធ្លាប់បង្រៀនគាត់នឹងទេអញ្ចឹងគាត់ថាប្រឡងនេះវាគ្រាន់តែជាតេស្តដឹងពីសមត្ថភាពសិស្សបន្ទាប់ពីយើងផ្ទេរទៅមានចំណេះដឹងថាអាចបានកម្រិតណាកម្រិតណាទេអញ្ចឹងយើងចូលចំណុច2តើអ្វីទៅជាប្រភេទប្រសិទ្ធភាពក្នុងការវិទ្យាសាស្ត្រអញ្ចឹងនិយាយពីប្រសិទ្ធភាពក្នុងការវិទ្យាសាស្ត្រដំបូងដើម្បីមានប្រសិទ្ធភាពទី1យើងត្រូវការផ្ទេរចំណេះដឹងពីយើងទៅកាន់សិស្សពីកម្រិតណាដល់កម្រិតណាបន្ទាប់ពីដឹងផ្ទេរហើយយើងចាប់ផ្ដើមធ្វើតេស្តដើម្បីស្ទង់ចំណេះដឹងថាពួកគាត់ហ្នឹងអាចមានចំណេះដឹងទៅដល់ណាសម្រាប់ណាពេលដែលយើងធ្វើតេស្តហ្នឹងយើងអាចធ្វើរង្វាស់រង្វាយតម្លៃកំណត់មកសាក់លៀនយើងប្រៀបធៀបរវាងសិស្សឧបមាថាជាមុខវិជ្ជាមួយដែលហៅថាមុខវិជ្ជាតែក្តីគឺធ្វើការប្រៀបធៀបរវាងសិស្សតទៅទៀតអញ្ចឹងយើងមើលប្រភេទមេរៀនហ្នឹងយើងអាចវាតម្លៃថាសិស្សក្នុងចំណោមនោះមួយណាដែលអាចថានៅកម្រិតល្អជាងគេមួយវិញទៀតយើងយកស្តង់ដារមួយយើងមើលស្តង់ដារមានថាយើងកំណត់ស្តង់ដារប្រមាណសិស្សទៅសរសេរបានប្រមាណកំណត់យើងឲ្យកំណត់ឲ្យគាត់សរសេរបានចំនួន200ពាក្យ150ពាក្យអីផ្សេងហ្នឹងជាការកំណត់របស់យើងនេះជាបញ្ញត្តិនៃការកំណត់នៃការកត់នេះចូលចំណុចទី3លក្ខណៈវិនិច្ឆ័យដើម្បីធានាភាពក្នុងការវិតម្លៃអញ្ចឹងលទ្ធផលក្នុងពុតទុកសម្រាប់ភាសាហ្នឹងយើងតែដែលច្បាស់ហើយយើងត្រូវមានការបន្ស៊ីគ្នាវាតម្លៃនិងលទ្ធផលដែលយើងរំពឹងទុកឥឡូវចំណុចទី1គេហៅពីសុពលភាពមានភាពជឿជាក់សុខភាពផលវិជ្ជមាននិងការអនុវត្តនិងការប្រសិទ្ធភាពនៅក្នុងការបង្រៀននិងការធ្វើការវិតម្លៃអញ្ចឹងយើងនិយាយពីចំណុចមួយទៀតគឺលទ្ធផលរំពឹងទុកក្នុងការដំណើរសិក្សាអញ្ចឹងមានថាលទ្ធផលរំពឹងទុកនេះរំពឹងទុកថាសិស្សអាចចេះអាចដឹងអីខ្លះពេល1ម៉ោងដែលយើងសិក្សានឹងហើយយើងនឹងបានអនុវត្តឲ្យអស់នៅលទ្ធភាពដែលយើងគិតថាអាចចំណេះដែលយើងផ្ទេរទៅកាន់សិស្សនឹងអាចគាត់ចាប់បានប្រមាណភាគរយព្រោះថាពេលយើងធ្វើតេស្តយើងអាចកំណត់ដឹងហើយថាសិស្សនឹងអាចចាប់បានចំណុចដែលយើងខំប្រឹងប្រែងបង្រៀននឹងបានប្រមាណភាគរយយើងចោតមួយទៀតមានន័យថាយើងក្នុង1ម៉ោងសិក្សាក្នុងសម្ដែងយើងអាចធ្វើតេស្តជាតេស្តពួកគាត់ដែលឆ្លើយសំណួរប្រមាត់ឆ្លើយទៅនឹងសំណួរខ្លីៗអានអត្ថបទសំណួរទាក់ទងនឹងអត្ថបទសំណួរបន្ថែមទៅលើអត្ថបទនិងការវិទ្យាល័យសិស្សរវាងសិស្សឲ្យសិស្សអាចវិទ្យាល័យលើខ្លួនឯងថាតពីគាត់រៀនហើយគាត់ចេះអានអីខ្លះដឹងអីខ្លះហ្នឹងក៏គេហៅការវិតម្លៃអញ្ចឹងវិតម្លៃមិនប្រកាសថាលើបន្ទុកទេមានន័យថាវិតម្លៃលើការសិក្សាហ្នឹងថាគាត់បន្ទាប់ពីគាត់សិក្សាហើយគាត់មានចំណេះដឹងប៉ុន្មានអីប៉ុណ្ណានឹងហៅថាវិទ្យាល័យអីយើងយកបិច2វិតម្លៃនឹងលទ្ធផលរំពឹងទុកអញ្ចឹងមានន័យថាយើងអាចវិតម្លៃពីរនឹងបញ្ចូលគ្នាបានតាមរយៈអីតាមរយៈថាយើងមានគិតថាពេលសិស្សរៀនចប់ចំណុចនេះតើគាត់មានសមត្ថភាពអភិវឌ្ឍខ្លួនដល់ចំណុចណាឬ
ឬក៏មានន័យថាគាត់ចំណេះដឹងពីមេរៀនហ្នឹងបានកម្រិតម៉ានហ្នឹងជាចម្លើយមួយហើយមើលវិធីសាស្ត្រវិទ្យាល័យមានន័យថាយើងអាវិធីសាស្ត្រយើងទាំងប្រមាណហ្នឹងទៅប្រៀបធៀបជាមួយលទ្ធផលដែលយើងរំពឹងទុកនោះថាសិស្សនឹងអាចទទួលបានលទ្ធផលយ៉ាងបែបណាហើយយើងអាចវាតម្លៃថាពួកគាត់អាចទទួលមានន័យថាអាចពេលដែលយើងចប់មានលទ្ធផលមួយហើយយើងគិតថាតើបើយើងអាចវិតម្លៃបានថាតើលទ្ធផលដែលគាត់បានហ្នឹងស័ក្តិសមទៅនឹងការរំពឹងទុករបស់យើងទេយើងអាចវិតម្លៃក្នុងហ្នឹងបាននេះជាដូចពេលជើងចូលចំណុច3ភាពជឿទុកចិត្តអញ្ចឹងធម្មតាទេនៅពេលដែលយើងចង់ឲ្យបានភាពប្រកបមួយជាក់លាក់មានន័យថាពេលសិស្សរៀនចប់វិញចង់ជាក់លាក់ថាប្រកបគាត់ចេះមែនអត់ពេលខ្លះវិញឆ្លើយទូគាត់ថាអូនចេះអត់អីចឹងទៅប៉ុន្តែគាត់ប្រកបថាគុំអាចគៀកម៉ោងទៅផ្ទះទៅអីគាត់ថាអូចេះហើយចេះគ្រប់ប៉ុន្តែពេលយើងតេស្តទៅគឺអត់នេះទេអត់បានទេតេស្តសមត្ថភាពគាត់សួរទៅ1 2 1 2ក៏ឆ្លើយអត់ចេញទេអាហ្នឹងហើយគឺជាភាពយើងត្រូវមានគេមានភាពជឿទុកចិត្តឲ្យបានថាគាត់ពិតជាមានសមត្ថភាពយល់ពីខ្លឹមសារដែលយើងបានបង្រៀននឹងមែនអត់អញ្ចឹងទៅឲ្យយល់គាត់យល់ខ្លឹមសារហ្នឹងមុននឹងឈានទៅខ្លឹមសារថ្មីមួយទៀតនេះគឺជាចំណុចមួយដែលសំខាន់ដែលថាត្រូវតែមានភាពជឿទុកចិត្តជាមុននឹងឈានទៅមេរៀនថ្មីនិយាយពីសុពលភាពមានន័យថាសុពលភាពហ្នឹងជាចង់និយាយពីលក្ខណៈពិតប្រាកដឬហេតុផលមួយថាតែត្រឹមត្រូវហើយមានន័យថាវាសុពលភាពហ្នឹងតេស្តមួយជាទូទៅតេស្តមួយហ្នឹងបើយើងអនុវត្តដដែលវាអាចហួសសម័យកាលហួស trending មកជានិយាយរឿងមួយឧបមាថា10ឆ្នាំមុនមញាសាប្រឡងនៅប៉ុណ្ណឹង10ឆ្នាំក្រោយមញាសាប្រឡងនៅតែប៉ុណ្ណឹងតើវាមានការវិវត្តទៅមុខទេប្រកបទេអត់មានទេអញ្ចឹងយើងគួរតែមានសុពលភាពក្នុងការធ្វើកំណែទម្រង់នៅលើវិញ្ញាសាឬការមុខវិជ្ជាព្រោះថា trending គេដើរជារៀងរាល់ឆ្នាំមួយឆ្នាំទៅមួយឆ្នាំ trending វាឡើងរហូតវាអត់នៅដដែលទេអញ្ចឹងសុពលភាពវាត្រូវតែមានគេហៅថា expire ផុតកំណត់យើងគួរតែមានបញ្ញត្តិមួយដើម្បីកំណត់ថាវាប្រមាណ expire ហើយខ្ញុំលេងប្រើហើយខ្ញុំលេងយកប្រើទៀតអីអញ្ចឹងវា expire ដល់ time មានន័យថាដល់ពេលវេលាមួយដែលត្រូវយើងដូរវាចេញយើងត្រូវក្របញ្ញត្តិថ្មីដើម្បីមកបង្រៀនសិស្សទៅវិធីសាស្ត្រថ្មីៗមកបង្រៀនពួកគាត់បើយើងនៅដដែលមានន័យថា10ឆ្នាំនេះសិស្សនៅចេះប៉ុណ្ណឹង10ឆ្នាំក្រោយសិស្សនឹងនៅឡើងទៅប៉ុណ្ណឹងទៀតអញ្ចឹងវាអត់មានអីទៅមុខទេហើយពិភពលោកចែក trending ទៅមុខរហូតមានន័យថាឡើងបច្ចេកវិទ្យាដើរទៅមុខរហូតប៉ុន្តែយើងបរិញ្ញាបច្ចេកវិទ្យាដដែលអញ្ចឹងមាននៅប៉ុណ្ណឹងគឺអត់មានទៅមុខទេនេះជាហៅសុពលភាពសក្តិភាពអញ្ចឹងទោះមានសុពលភាពហើយយើងត្រូវមានសក្តិភាពមួយទៀតដែរសក្តិភាពមានន័យថាយើងត្រូវប្រឡងអីក៏ដាក់ធ្វើឲ្យសក្តិមានន័យថាអត់មានលំអៀងធម្មតាទេអូមែនថាបើនឹងចៃក្រមវាមានអីគេកុំឲ្យនេះចំនួន3នោះអាហ្នឹងវាដូចគ្នាត្រូវមានសក្តិភាពតម្លាភាពចំពោះសិស្សមានន័យថាយើងឆ្លាញ់ពួកនេះជាងហើយឲ្យបន្ទុកសិស្សម្នាក់ទៀតទៀបជាងហើយស្គាល់សិស្សមួយទៀតយើងចិត្តយើងឲ្យវាអបយើងជាងយើងឲ្យម្នាក់ទៀបម្នាក់នោះពោះអញ្ចឹងរឿងហ្នឹងវាអត់ត្រឹមត្រូវទេយើងត្រូវមានហេតុផលមួយដែលថាអាហ្នឹងមានថាយើងថា responsibility របស់គ្រូផ្ទាល់គឺត្រូវឈរនៅកណ្ដាលជានិច្ចបើសិនជាពីលំអៀងទៅណាមួយមានន័យថាមិនខូចទាំងយើងខូចទាំងវិស័យអប់រំកម្ពុជាទាំងមួយសឹងដួលរំព្រោះថាអាកណិតដែលយើងលំអៀងហ្នឹងលំអៀងលើកនេះយើងលំអៀងក្នុងថ្នាក់ប៉ុន្តែនៅពេលដែលសិស្សយើងទទួលបានពីយើងហ្នឹងគាត់ជាអាភិលំអៀងហ្នឹងយកទៅប្រើប្រាស់ផ្ទាល់ក្នុងជីវិតគាត់ប្រចាំថ្ងៃឬក៏ទៅថ្ងៃអនាគតខ្លះជាតិកន្លះអីគាត់ប្រាប់ថាគ្រូខ្ញុំលំអៀងអញ្ចឹងខ្ញុំលំអៀងតាមគ្រូខ្ញុំដែរព្រោះគ្រូខ្ញុំបាក់បញ្ញាមកលំអៀងអាហ្នឹងគឺជា trending មួយត្រូវតែយើងមានសុខភាពខ្លួនឯងផងដែរថាសិស្សហ្នឹងវាគាត់អាចនឹងធ្វើបញ្ញត្តិតាមយើងតាមតែនេះជាចំណុចមួយមួយទៀតផលវិបាកវិជ្ជមាន positive គេថា positive consequence មានន័យថាផ
ម្មតាទេយើងពេលវាតម្លៃអីមួយទៅយើងចង់វាបានលទ្ធផលពិតស្ដែងសិស្សទៅយល់អានឹង 100% ប៉ុន្តែធម្មតាទេវាលើโลกនេះវាគ្មានអីទៅដល់ perfect 100% ឬក៏ទៅដល់គោលដៅដែលយើងកំណត់មែនទេវាអាចថាពេលខ្លះអាចដល់ពេលខ្លះអាចត្រឹម99អាចខ្លះ98ប៉ុន្តែកុំឲ្យវាទាបពេកចឹងហើយណាយ៉ាងតិចបើសិនជាអត់ទាន់បានតែនឹងអត់បាន 100% ឲ្យបានជុល 80% ឬក៏ 90% អាហ្នឹងវាមានថាវាល្អពេកហើយនេះជាផលវិបាកមួយដែរនឹងមានន័យថាផលវិបាកក្នុងចំណុចវិជ្ជមានយើងចង់ឲ្យវាវិជ្ជមាន 100% តែវាមិនអាចវាមានហេតុផលដែរការអនុវត្តរបស់សិទ្ធិភាពអញ្ចឹងកត្តាវាមានកត្តាច្រើនដែលយើងអាចត្រូវឲ្យការអនុវត្តការវិតម្លៃយើងវាប្រសិទ្ធភាពមានន័យថាការរៀបចំឲ្យជាបញ្ញត្តិមកឲ្យស្រួលដាក់បន្ទុកយើងខ្លួនឯងជាគ្រូហ្នឹងទៅកំណត់អីមួយឲ្យស្រួលដាក់បន្ទុកជាធម្មតាលើឧស្សាហ៍ជាលើកទីរហូតជាមុខជាគណិតវិទ្យាឬក៏វិទ្យាសាស្ត្រវាមានជាចម្លើយពិតអញ្ចឹងវាអត់ងាយក្នុងការទៅវិភាគសាំញ៉ាំច្រើនទេប៉ុន្តែនៅមុខវិជ្ជាខ្មែរឬមុខវិជ្ជាសិក្សាសង្គមអីនេះទាមទារការតេស្តឬការពិចារណាឬការគិតច្រើនទៅដើម្បីឲ្យសិស្សហ្នឹងមានគំនិតឲ្យច្រើនក្នុងការស្អីប៉ុន្តែមិនអាចត្រូវថាគ្រូស្គាល់ឲ្យសិស្សយកគំនិតពីសភៅពុំមកសរសេរប្រាប់យើងវិញថាប៉ុណ្ណឹងត្រឹមត្រូវហើយអត់ទេអញ្ចឹងត្រូវឲ្យគាត់មានគំនិតលើសហ្នឹងទៀតចឹងពីក្រៅបន្ថែមទៀតដើម្បីឲ្យយើងអាចថាឲ្យមានប្រសិទ្ធភាពក្នុងការប៉ុន្តែយើងត្រូវតែមានអីគេតលហេកឬក៏មានគំនិតមួយដែលថាការចម្លើយដែលយើងត្រូវហ្នឹងព្រមព្រៀងទាំងយើងទាំងសិស្សទាំងគ្រូអាចពួកគាត់ជួយយកមកអញ្ចឹងជាជាក់ស្ដែងយើងគួរថាពេលប្រឡងហើយយើងគួរតែមានកំណែទម្រង់ឬក៏កំណែមួយដើម្បីឲ្យទៅសិស្សហ្នឹងមើលដើម្បីឲ្យគាត់ប្រកបជាថាគាត់ធ្វើហ្នឹងត្រូវមែនឬខុសនេះជាចំណុចមួយតោះយើងចូលចំណុចចុងក្រោយគឺបញ្ហាប្រឈមក្នុងការដំណើរសិស្សតេស្តនិងប្រឡងអញ្ចឹងមានន័យថាបញ្ហាក្នុងដំណើរតេស្តនិងការប្រឡងហ្នឹងវាជាសិស្សពេលហ្នឹងលោតសញ្ញាសួរតឹងលើគ្រូក្បាលហ្នឹងហ្មងមានន័យថាសញ្ញាសួរហ្នឹងចាប់ដើមមកលោកគ្រូអានេះមើលពីណាសំណួរសួរអីចំណុចអីទៅណាសំណួរហ្នឹងយើងតែជួបនៅពេលដែលយើងរៀនទៅសិស្សនៅស្ងល់ហើយគៀងដូចថាសិស្សដែលយើងជាគ្រូពេលទៅរៀនចាប់ដើមមាននៅគៀងសញ្ញាសួរលោតពីក្បាលមើលពីណាផ្សេងស្ដាមសួរគ្រប់ទីកន្លែងអញ្ចឹងហើយជាបញ្ញត្តិមួយដែលយើងធ្វើអញ្ចឹងចំណុចចុងក្រោយប្រសិទ្ធភាពដំណើរការតេស្តនិងប្រឡងអញ្ចឹងមុនពេលចាប់ដើមប្រឡងហ្នឹងគ្រូណែនាំសិស្សទៅអាចស្ដាយនឹងថាបញ្ញត្តិក្នុងការប្រឡងយើងធ្វើអីសោះឲ្យតម្រូវថាយើងអត់ឲ្យគាត់មើលសភៅអត់ឲ្យមើលអីទេក្នុងពេលប្រឡងហើយអញ្ចឹងការដាក់បន្ទុកកំណត់លើអីខ្លះប្រាប់គាត់ទៅហើយហ៎អញ្ចឹងជាក់ស្ដែងខ្ញុំប្រាប់គាត់ថាបន្ទុកគ្រូអត់បានមើល10លើ10ទេទូគ្រូកែឲ្យ10ក៏ដោយប៉ុន្តែគ្រូនឹងដកលើកិច្ចការប្អូនទៅលើអាកប្បកិរិយារបស់ប្អូនចំណុចទី1ចំណុចទី2លើអវត្តមានចំណុចទី3លើអនាម័យសម្លៀកបំពាក់របស់ប្អូនពាក់មើលនឹងសមសួនអត់ជាប្រចាំថ្ងៃអត់បើមិនចឹងទេគ្រូនឹងមានបញ្ញត្តិផ្សេងទៀតដើម្បីឲ្យប្អូននឹងត្រូវដកហើយបុគ្គលសួរថាហេតុអីបានដកគាត់ច្បាប់យើងយក rule មួយទៅនិយាយថាគាត់នេះជាច្បាប់របស់សាលាកំណត់មកបែបកណាសាលាកំណត់តម្រូវឲ្យដកឬតែគ្រូត្រូវដកព្រោះដោយសារថាប្អូនមានប័ណ្ណបញ្ជាក្នុងថ្នាក់ហើយហេតុអីបងប្អូនមិនគោរពតាមប័ណ្ណបញ្ជានៅក្នុងថ្នាក់អាហ្នឹងឯងជាបញ្ញត្តិដែលខ្ញុំបង្កើតឡើងខ្លួនឯងមកអានេះជាចំណុចមួយអញ្ចឹងយើងនិយាយជារួមមកតើដល់ដំណើរការប្រឡងជាចំណុចចុងក្រោយពេលប្រឡងមួយបង្កើតឲ្យមានស្តង់ដារមួយប្រឡងយើងត្រូវថាបរិស្ថានជុំវិញពួកគាត់ហ្នឹងត្រូវតែស្ងាត់មិនថាក្នុងថ្នាក់ទេក្រៅថ្នាក់រក្សាភាពស្ងាត់មានន័យថាឲ្យគាត់ឲ្យស្ងៀមកុំឲ្យឆ្វេងឆ្វាយមានន័យដំណើរការប្រឡងឲ្យរលូនឲ្យស័ក្តិសមជាការប្រឡងមួយត្រឹមត្រូវឲ្យមានសក្តិធម៌មិនមែនថាគាត់នេះដើរទៅនេះដើរទៅនោះបានតែចិត្តគាត់ទេអញ្ចឹងទៅការប្រឡងនោះគាត់ដូចជាបៃឡយើងធ្វើបានអត់សិស្សធ្វើបានអញ្ចឹងវាអត់ការទេអញ្ចឹងមានលទ្ធផលតែប៉ុណ្ណឹងអរគុណអញ្ចឹងមេរៀននេះខ្ញុំបញ្ចប់ដល់ប៉ុណ្ណឹងអរគុណគ្រូដែលបានចំណាយពេលវេលាដើម្បីស្ដាប់ការបញ្យល់របស់ខ្ញុំបើសិនជាការនិយាយរបស់ខ្ញុំមានចំណុចខ្វះខាតឬក៏មានអីលោកគ្រូអាចជួយកែតម្រូវខ្ញុំបន្ថែមបានអរគុណច្រើន